បងគិតថាស្នេហាយើងនឹងបានសម្រេចក៏ប៉ុន្តែដោយសារតែបងហាត់វិជ្ជាគុណម្នាក់ឯងពេលនោះអូនក៏ធ្វើបាបបងយកកណ្ដាស់ទុកវិញ្ញាណមកបិទចំកណ្ដាលថ្ងាសរបស់បងក៏คล้ายទៅជាមនុស្សម្នាក់ដែលដើរលូតកន្ត្រុកនៅក្នុងព្រៃម្នាក់ឯងកណ្ដោចកណ្ដែងព្រោះតែវិបត្តិស្នេហាចង់ជួបស្នេហាពិតដូចគេកាលពីមុនអូនស្រឡាញ់បងណាស់យើងបីបងថ្នាក់ថ្នមថែទាំងពីរនាក់ទៅណាក៏អូនសើចក៏ក្អឹកក្អាកអាយទៅណាក៏អូនចង់សប្បាយទាំងពីរនាក់ជាមួយនឹងបងតែនិយាយរឿងនេះទៀតឲ្យស្ដាប់ចុងក្រោយរឿងទាំងអស់នោះគឺជាការយល់សប្តិរបស់បងទេដោយសារមេបងដាស់បងបានដឹងរឿងទាំងអស់នោះហើយគឺជាការយល់សប្តិរបស់បងទេតោះបងប្អូននៅខាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំនៅចាំអីទៀតជាមួយនឹងការប្រគំតន្ត្រី1000លានរៀលដើម្បីសប្បុរសធម៌បានមកដល់ទឹកដីពុកម៉ែបងប្អូនហើយអញ្ចឹងបងប្អូនយើងកំពុងតែចង់ជួបជាមួយវត្តមានកម្ពុជាតារាចម្រៀងល្បីៗកំពុងតែចង់អង្គុយតុ VIP របស់យើងនេះផ្ទាល់តែម្ដងមិនថាតុ VIP មិនថាជាមួយនឹងតុបាទខាងក្រោមធម្មតាបងប្អូនអង្គុយដោយសេរីអត់មានធ្វើការលក់សបុតទេពិសេសបន្ថែមទៀតបងប្អូនញ៉ាំមុខម្ហូបនៅតាមបណ្ដាស្តង់របស់យើងនិយាយថាលក់គឺឈ្ងុយឆ្ងាញ់តែម្ដងអ្នកលក់ស្អាតមានអនាម័យល្អហើយយើងបានគ្រប់គ្រងផលិតផលកូនខ្មែរក្រុមហ៊ុនខ្មែរបែបជារបស់យើងទៀតដោយបានចូលរួមក្នុងការជួសជុលសាលាសាងសង់សាលាសម្រាប់កុមារនៅជួរបន្ទាត់ព្រំដែនផងដែរអញ្ចឹងបងប្អូនកុំភ្លេចចូលរួមគ្រប់គ្រងទាំងអស់គ្នាជាពិសេសជួបជាមួយ model ដ៏ស្រស់ស្អាតរបស់យើងនៅខាងមុខបាទឆាកតន្ត្រីនៅខាងមុខខ្លោងទ្វារដ៏ស្រស់ស្អាតរបស់យើងទាំងអស់គ្នាជាពិសេសជួបជាមួយខ្ញុំបាទ MC ផងមានការលេងហ្គេមយករង្វាន់ជាច្រើនផងដែរអូហូយលុយកប់សេរីតែម្ដងអញ្ចឹងនៅចាំឲ្យទៀតចុងសប្តាហ៍នេះមកលេងស្រុកពញាក្រែកខេត្តត្បូងឃ្មុំជាមួយនឹងកម្មវិធី Express Charity Concert ទាំងអស់គ្នាបាយបាយ